ជាដំបូងសូមជម្រាបសួរលោកគ្រូនាងខ្ញុំមានស្រួលជាគ្រូនិស្សិតថ្នាក់Dហើយថ្ងៃនេះដែរខ្ញុំចង់មកធ្វើវីដេអូឆ្លុះបញ្ចាំងអំពីការវិតម្លៃផលប័ត្រការវិតម្លៃផលប័ត្រនៅក្នុងនេះដែរចំណុចទី1យើងនឹងនិយាយអំពីការវិតម្លៃផលប័ត្រមានន័យថាស្អីទៅគឺជាការវិតម្លៃផលប័ត្រការវិតម្លៃផលប័ត្រគឺជាការវិតម្លៃលើការប្រមូលផ្ដុំការងាររបស់សិស្សនៅក្នុងរយៈពេលណាមួយហើយម្យ៉ាងទៀតវាក៏ជាការប្រមូលផ្ដុំនៅកិច្ចការរបស់សិស្សនៅក្នុងគោលបំណងដើម្បីប្រើប្រាស់ពណ៌នាអំពីការប្រឹងប្រែងការរីកចម្រើនឬក៏ការសម្រេចសមិទ្ធផលរបស់សិស្សនៅក្នុងមុខវិជ្ជាណាមួយចំណុចទី2យើងនឹងនិយាយអំពីចរិតលក្ខណៈរបស់ផលប័ត្រការប្រមូលផ្ដុំកិច្ចការសិស្សដែលត្រូវរៀបចំជាផលប័ត្រគឺត្រូវផ្ដោតទៅលើលក្ខណៈពិសេស3យ៉ាងទី1គឺការប្រមូលកិច្ចការរបស់សិស្សគឺត្រូវមានគោលបំណងច្បាស់លាស់មានន័យថាការដាក់កិច្ចការចូលទៅក្នុងផលប័ត្រគឺមិនមែនគ្រាន់តែជាការយកកដាកិច្ចការមកទុកប្រដេបដាននោះទេប៉ុន្តែគ្រូនិងសិស្សត្រូវដឹងថាតើគេចង់បង្ហាញពីអីឧទាហរណ៍ថាគេចង់បង្ហាញពីភាពរីកចម្រើននៃសំណេរភាសាខ្មែរឬក៏បង្ហាញពីស្នាដៃគំនូរដែលល្អបំផុតនៅក្នុងមួយឆមាសបានន័យថារាល់កិច្ចការដែលជ្រើសរើសយកមកដាក់ហ្នឹងគឺត្រូវតែបម្រើឲ្យគោលដៅសិក្សាណាមួយហើយទី2គឺសិស្សគឺត្រូវតែចូលរួមយ៉ាងសកម្មនៅក្នុងដំណើរការនៃការជ្រើសរើសកិច្ចការហ្នឹងផងដែរមានន័យថានៅការដាក់កិច្ចការទៅក្នុងផលប័ត្រហ្នឹងគឺជាការជ្រើសរើសដែលសិស្សមិនមែនជាអ្នករងចាំតែគ្រូបញ្ជាឲ្យដាក់នោះទេគឺសិស្សខ្លួនឯងគាត់មានសិទ្ធិសម្រេចចិត្តហើយគាត់អាចវាតម្លៃកិច្ចការខ្លួនឯងបានមានន័យថាគឺសិស្សគាត់ត្រូវចេះសួរខ្លួនឯងថាតើកិច្ចការមួយណាដែលខ្ញុំចង់ដាក់ទៅក្នុងផលប័ត្រហ្នឹងហេតុអីបានជាខ្ញុំចង់ដាក់ការងារហ្នឹងទៅក្នុងផលប័ត្រហ្នឹងហើយការធ្វើបែបហ្នឹងគឺជួយឲ្យសិស្សគាត់មានមោទនភាពចំពោះស្នាដៃរបស់គាត់ផងដែរហើយចំណុចមួយទៀតគឺសិស្សគាត់ត្រូវចូលរួមយ៉ាងសកម្មនៅក្នុងការឆ្លុះបញ្ចាំងពីខ្លួនឯងនៅក្នុងចំណុចនេះគឺសំខាន់បំផុតផលប័ត្រគឺមិនមែនគ្រាន់តែជាថតដាក់ឯកសារទេប៉ុន្តែវាក៏ជាកញ្ចក់ឆ្លុះបញ្ចាំងពីការរៀនសូត្រផងដែរមានន័យថាសិស្សត្រូវតែសរសេរឬក៏គាត់និយាយរៀបរាប់ពីអីដែលពួកគាត់បានរៀនដូចជាកិច្ចការនេះខ្ញុំធ្វើបានល្អត្រង់ចំណុចណាតើខ្ញុំជួបការលំបាកអីគេខ្លះហើយនៅពេលក្រោយខ្ញុំនឹងធ្វើវាឲ្យកាន់តែល្អជាងនេះដោយរបៀបណាជាដើមចាអញ្ចឹងចូលមកដល់ចំណុចទី3និយាយអំពីគុណសម្បត្តិនិងគុណវិបត្តិនៃការប្រើប្រាស់ផលប័ត្រអញ្ចឹងគុណសម្បត្តិទី1គឺជំរុញស្វ័យវិតម្លៃហើយនឹងការវិតម្លៃបែបសហការរបស់សិស្សមានន័យថាជាការបណ្ដុះឲ្យសិស្សគាត់ចេះពិនិត្យមើលការងារខ្លួនឯងដើម្បីរកពីចំណុចខ្លាំងនិងចំណុចដែលត្រូវកែលម្អហើយនឹងជាការបណ្ដុះឲ្យសិស្សគាត់ចេះរៀនពីគ្នាទៅវិញទៅមកតាមរយៈការផ្ដល់មតិយោបល់ទៅលើកិច្ចការរបស់មិត្តភ័ក្តិផ្សេងហើយទី2គឺបង្កើនការលើកទឹកចិត្តសិស្សនិងទី3ផ្ដោតទៅលើចំណុចខ្លាំងដែលផ្ដោតទៅលើចំណុចខ្លាំងហើយនឹងអ្វីដែលពួកគាត់អាចធ្វើបានហើយទី4ការវាតម្លៃគឺមានលក្ខណៈជាបុគ្គលគឺការឲ្យតម្លៃទៅលើរបៀបរៀនរបស់សិស្សម្នាក់ជាជាងការឲ្យតម្លៃទៅលើតែការដាក់បន្ទុកហើយនឹងចុងក្រោយទី5ផ្ដល់ឧទាហរណ៍ជាក់ស្ដែងសម្រាប់កិច្ចប្រជុំឪពុកម្ដាយជំនួសឲ្យការប្រាប់ត្រឹមតែបន្ទុកបានន័យថាលោកគ្រូអ្នកគ្រូគាត់អាចបង្ហាញជាស្នាដៃជាក់ស្ដែងឧទាហរណ៍ដូចជាការបង្ហាញពីសំណេរភាសាខ្មែររបស់សិស្សម្នាក់បានន័យការពីដើមមកការពីដើមឆមាសមកគឺគាត់ទៅសេអក្ខរាវិរុទ្ធអីខុសច្រើនឬគាត់ទៅសេបានខ្លីតែពេលមកដល់ចុងឆមាសគាត់ទៅសេបានវែងជាងមុនហើយអក្ខរាវិរុទ្ធរបស់គាត់ក៏ត្រឹមត្រូវជាងមុនអញ្ចឹងយើងអាចធ្វើការប្រៀបធៀបពីលទ្ធផលការសិក្សារបស់កូនសិស្សតាមពីដើមឆមាសជាមួយនឹងខាងចុងឆមាសដើម្បីឲ្យអាណាព្យាបាលពួកគាត់បានដឹងពីវឌ្ឍនភាពនៃការរៀនសូត្ររបស់កូនគាត់ហើយទី6គឺមានភាពបត់បែនហើយនឹងប្រែប្រួលទៅតាមអាយុមុខវិជ្ជាប្រភេទផលិតផលសមត្ថភាពចំណាប់អារម្មណ៍ក៏ដូចជារបៀបនៃការរៀនរបស់សិស្សផងដែរផ្ទុយមកវិញការប្រើប្រាស់ផលប័ត្រក៏វាមាននៅគុណវិបត្តិដែរគុណវិបត្តិទី1គឺត្រូវការបណ្ដុះបណ្ដាលគ្រូដោយសារតែពីមុនមកហ្នឹងគេអត់សូវស្គាល់ទេថាអីគេគឺជាផលប័ត្រហើយក៏គេអត់សូវប្រើដែរផលប័ត្រហ្នឹងហើយទី2
ផលបាត់ហ្នឹងគឺពិបាកនៅក្នុងការដាំបន្ទុកដែលនាំឲ្យមានភាពជឿជាក់ទាបទី3គឺចំណាយពេលច្រើននៅក្នុងការបង្កើតលក្ខណៈវិនិច្ឆ័យក៏ដូចជាការដាក់បន្ទុកហើយនឹងជួបសិស្សហើយទី4សិស្សក៏អាចនឹងជ្រើសរើសព័ត៌មានដើម្បីបញ្ចូលទៅក្នុងផលបាត់ហ្នឹងអត់បានល្អហើយទី5ឪពុកម្ដាយគាត់អាចនឹងពិបាកយល់ពីស្អីគេដែលហៅថាផលបាត់ហ្នឹងហើយចូលមកដល់ចំណុចទី4វិញយើងនឹងនិយាយអំពីប្រភេទផលបាត់គឺមាន4ទី1គឺផលបាត់ស្នាដៃគេហៅថា celebrating portfolio គោលបំណងគឺដើម្បីបង្ហាញពីកិច្ចការល្អបំផុតរបស់សិស្សឬក៏អ្វីដែលសិស្សគាត់មានមោទនភាពហើយប្រើជាការចងចាំដែលគ្រូគាត់សុំឲ្យសិស្សបង្កើតជាការប្រមូលនៅកិច្ចការផ្ទាល់ខ្លួនដែលសិស្សពេញចិត្តជាពិសេសវាក៏អាចជាអនុស្សាវរីយ៍នៃការសិក្សាមួយផងដែរហើយនឹងយើងប្រើវាដើម្បីទំនាក់ទំនងជាមួយនឹងគ្រួសារគឺបង្ហាញនៅអ្វីដែលសិស្សគាត់មានមោទនភាពបំផុតឬដើម្បីបង្ហាញនៅឧទាហរណ៍វិជ្ជមាននៃបទពិសោធន៍សិក្សាឬក៏សកម្មភាពនៅក្នុងថ្នាក់របស់សិស្សទី2គឺផលបត្តិសមត្ថភាពឬ competent achievement portfolio គឺ portfolio នេះគឺបង្ហាញពីកម្រិតនៃការសម្រេចសមិទ្ធផលដោយគោរពទៅតាមគោលដៅសិក្សាឬក៏លទ្ធផលសិក្សារំពឹងទុកមួយឬច្រើនប្រភេទផលបត្តិនេះអាចប្រើជាមួយសិស្សនៅគ្រប់កម្រិតថ្នាក់ហើយទី3គឺផលបត្តិគម្រោងគឺប្រើដើម្បីចងក្រងឯកសារនៃការបញ្ចប់ជំហាននីមួយៗនៅក្នុងគម្រោងដែលធ្វើឡើងនៅក្នុងរយៈពេលមួយទី4គឺផលបត្តិប្រាប់ពីការរីកចម្រើនគឺយើងប្រើដើម្បីបង្ហាញពីវឌ្ឍនភាពចំពោះទៅរកការសិក្សាមុខវិជ្ជាមួយកាន់តែប្រសើរដើម្បីបង្ហាញពីការរីកចម្រើននៃចំណេះដឹងហើយនិងជំនាញរបស់សិស្សនៅក្នុងរយៈពេលមួយឆមាសឬក៏មួយឆ្នាំទី5វិញគឺផលបត្តិ digital ហ្នឹងគឺជាការផ្លាស់ប្ដូរការប្រមូលភស្តុតាងអេឡិចត្រូនិកដែលជាធម្មតាត្រូវបានរក្សាទុកនិងគ្រប់គ្រងនៅលើអ៊ីនធឺណិតឬដោយកម្មវិធីហើយសារៈសំខាន់នៃផលបត្តិ digital គឺផ្ដល់នូវការរក្សាទុកព័ត៌មានប្រកបដោយប្រសិទ្ធភាពនិងមានសុវត្ថិភាពហើយសិស្សគាត់អាចបន្ថែមឧទាហរណ៍ដូចជាការឆ្លុះបញ្ចាំងនិងការទាញសន្និដ្ឋានបានហើយនឹងវាអាចលើកកម្ពស់ការចូលរួមយ៉ាងសកម្មនៅក្នុងការរៀនសូត្រសង្កត់ធ្ងន់ទៅលើបុគ្គលការច្នៃប្រឌិតនិងសម្លេងរបស់សិស្សផ្ទាល់ហើយវាងាយស្រួលប្រើប្រាស់និងអាចផ្លាស់ប្ដូរទីតាំងបានហើយសរុបមកសារៈសំខាន់នៃផលបត្តិហ្នឹងគឺប្រមូលនិងវាតម្លៃស្នាដៃការងាររបស់សិស្សដែលបង្ហាញពីវឌ្ឍនភាពឆ្ពោះទៅសម្រេចលទ្ធផលសិក្សារំពឹងទុកនិងការសម្រេចនៅស្តង់ដារនៃការសិក្សាដោយរួមបញ្ចូលនៅគោលវិធីនៃការវាយតម្លៃជាមួយការអនុវត្តនិងស្វ័យឆ្លុះបញ្ចាំងផលបត្តិនិងផលបត្តិអេឡិចត្រូនិកអាចជាឧបករណ៍ដ៏មានឥទ្ធិពលដើម្បីកែលម្អការសិក្សារបស់សិស្សផលបត្តិវាមានភាពងាយស្រួលនៅក្នុងការវាយតម្លៃជាលក្ខណៈបុគ្គលដូច្នេះលោកគ្រូអ្នកគ្រូអាចបង្កើនការផ្ដល់ព័ត៌មានត្រឡប់ប្រកបដោយអត្ថន័យដល់សិស្សម្នាក់ៗ